ពេលល្ងាចឡើងមិនតិចបែបនេះបងប្អូនបើសិនជាបានរបស់ក្តៅឬក៏គ្រឿងសមុទ្រថ្មីស្រស់បែបនេះញ៉ាំណាបងប្អូនមិនដឹងថាជាល្អប៉ុណ្ណាទេបងប្អូនអ្វីដែលសំខាន់គឺការតបតែរបស់គាត់គឺស្អាតហើយតម្លៃសមរម្យអនាម័យក៏ខ្ពស់ដែរបងប្អូនតំណងមែនតែម្ដងណាអត់ទៅណាឆ្ងាយទេគឺនៅក្នុងក្រុងស្រីភ័ណ្ឌយើងបងប្អូនគេមានមកកាផ្លេទឹកជ្រលក់ហើយជាមួយនឹងខ្ទឹមបំពងណាបងប្អូនមកកាផ្លេតែម្ដងអូខេតោះទៅជាមួយខ្ញុំទីតាំងគាត់គឺអត់បបារោគទេបងប្អូនទីតាំងគាត់ណាគឺនៅក្នុងផ្សារធំមានជ័យនៅក្នុងក្រុងស្រីភ័ណ្ឌយើងផ្ទាល់តែម្ដងហើយបាននិយាយពីការលក់ដូររបស់គាត់បងប្អូនគាត់លក់ដូរចូល4ឆ្នាំជាងហើយនៅទីនេះណាគាត់មានឈ្មោះថាបងស្រីអូនហើយមែនតើទៅនៅទីនេះបងប្អូនតាក់ទងនឹងការខ្ចប់គឺច្រើនចង់ថាគាត់ក៏មានកន្លែងអង្គុយមកស្អាតដែរគាត់ថានៅកន្លែងគាត់នេះម៉ួយភាគច្រើនគឺខ្ចប់ច្រើនដូចបងប្អូនបានឃើញស្រាប់អញ្ចឹងណាហើយជាក់ស្ដែងល្ងាចនេះខ្ញុំម្ដងគឺរឿងបលប់ឲ្យបងប្អូនដល់ពេលមកអង្គុយចាំតែមួយផ្លែទេគឺល្ងិតយកតែម្ដងណាដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនយើងនៅខ្លះជាមួយជា fan របស់បងស្រីអូននៅផ្សារធំមានជ័យអូខេសូមជួយ comment ម្នាក់មួយផងហើយថ្ងៃនេះបងប្អូននេះខ្ញុំបាន oyster ថ្មីស្រស់ជាមួយនឹងងាវបងប្អូនអើយមកតុកនេះគឺបោហើយគ្នាខ្ញុំ3 4នាក់ហ្នឹងណាមានទាំងពីគេហៅថាបកាមានទាំងពីត្រីញៀនអូមកកាផ្លេមានទាំងពីត្រីសមុនអានេះដូចខ្ញុំបានបញ្ជាក់អញ្ចឹងបើសិនជាបានរបស់រៀងតិចមកអមជាមួយគឺកាន់តែពិសេសអមជាមួយនឹងបរិយាកាសមេឃកំពុងតែភ្លៀងបងប្អូនតំណងណាជាមួយនឹងទឹកជ្រលក់ផុសគេហើយអមជាមួយនឹងអាគេហៅតាខ្ទឹមបំពងណាមកតុកនេះអូបងប្អូនតំណងណាគ្នាយើង4 5នាក់អីអញ្ចឹងគឺត្រូវប៉ានហើយជាពិសេសអានេះគេហៅថាជក់ជើងទាអត់ឆ្អឹងអីគាត់នេះបងប្អូនដាក់ជាមួយនឹងស្ពៃមកត្រប់ដាក់ជាមួយនឹងបន្លែមកយើងផ្ទាប់ជាមួយនឹងអាគេហៅថាខ្ទឹមបំពងស្រួយអញ្ចឹងទៅបងប្អូនអូយតំណងមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងអ្នកខ្លះដែលជាមួយជា fan នៅកន្លែងបងស្រីអូនគ្រឿងសមុទ្រនៅក្នុងផ្សារធំមានជ័យក្នុងបរិវេណផ្សារធំមានជ័យណាបងប្អូនយើងអាច comment បានថារសជាតិនៅកន្លែងគាត់យ៉ាងម៉េចដែរបងប្អូនតាក់ទងជាមួយការដេកតបតែរបស់គាត់នេះគឺអូតំណងចាប់អារម្មណ៍មែនតើតែម្ដងបងប្អូនហើយសម្រាប់ខ្ញុំប៉ុណ្ណេះគឺអូខេហើយបងប្អូនតាក់ទងជាមួយនឹងរសជាតិការរៀបចំផនគាត់អនាម័យផនគាត់ណាគឺអូខេហើយបងប្អូននៅទីនេះមិនមែនមានតែប៉ុណ្្នឹងទេគាត់មានទាំងពីអាគេហៅថាពងអាំងនេះម្ដងវាយភ្លាមចាក់ភ្លាមឲ្យបងប្អូនយើងតែម្ដងក្តៅនិយាយមែនតើអានេះទោះថាវាខ្ចប់ក៏ញ៉ាំមិនសូវឆ្ងាញ់ដែរមានតែយើងធ្វើភ្លាមយើងអង្គុយញ៉ាំភ្លាមនៅកន្លែងចឹងមិនឆ្ងាញ់ចឹងណាអូខេដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនយើងដែលចាប់អារម្មណ៍ណាតាក់ទងជាមួយនឹងគ្រឿងសមុទ្រមិនថាត្រីសមុនត្រីញៀន oyster ឬក៏ប្រភេទងាវទេស្រស់ថ្មីបែបនេះបងប្អូនយើងបើសិនចាប់អារម្មណ៍អូខេអាចតាក់ទងមកគាត់បានព្រោះគាត់មាន delivery ដែរមានតាម Food Panda តាម Grab ហើយគាត់មានសេវាកម្មខ្លួនគាត់ផ្ទាល់បើសិនជាបងប្អូនបញ្ញាប់គាត់រត់ទៅឲ្យបងប្អូនយើងផ្ទាល់តែម្ដងណាលឿននិយាយទៅលឿនគាត់រត់សេវាគាត់គឺលឿនចឹងទៅអញ្ចឹងហើយទីតាំងគាត់បបារោទេដូចខ្ញុំបញ្ជាក់អញ្ចឹងគឺជាប់ជាមួយនឹងកៅកៃនៅជាប់ជាងហ៊ីទល់ក្រោយខ្នងគ្នាអញ្ចឹងណាបងប្អូនហើយឈ្មោះគាត់ឈ្មោះថាបងស្រីអូននៅក្នុងផ្សារធំមានជ័យក្នុងបរិវេណនឹងឯងបងប្អូនចូលទៅគឺនៅតែឃើញហើយទីតាំងគាត់ណាគឺងាយស្រួលរកមែនទេអូមួយទៀតបងប្អូនតាក់ទងនឹងម៉ោងគឺគាត់ចាប់ផ្ដើមបើកតាំងពីម៉ោង10ពេលព្រឹករហូតដល់ម៉ោង10ពេលយប់អញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនចង់បានអូខេអាចទៅគាត់បានចាំមើលព័ត៌មានបន្ថែមចាំមើលខ្ញុំដាក់ក្នុង comment ណាលេខទូរស័ព្ទ Telegram Facebook page របស់គាត់ជាមួយនឹង location map ខ្ញុំដាក់ក្នុង comment បងប្អូនយើងអាចចូលទៅមើលបន្ថែមបានអូខេចុះពីខ្ញុំមេលីគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយ